សួស្តីក៏ដូចជាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់នៃការសម្រាយរឿងថ្មីទៀតហើយថ្ងៃនេះ admin នឹងធ្វើការលើកយកនៅសាច់រឿងថ្មីមួយដើម្បីមកសម្រាយចែកជូនអ្នកទាំងអស់គ្នាដែលសាច់រឿងរបស់យើងគឺពិតជាល្អសោយខ្លាំងមែនទែនតោះចង់ដឹងថាសាច់រឿងរបស់យើងនិយាយពីអីហើយយើងចូលទៅកាន់សាច់រឿងពេញរបស់យើងតែម្ដងតែដំណើរនៃសាច់រឿងរបស់យើងគឺចង់និយាយអំពីការប្រឡងប្រចាំឆមាសនៅក្នុងថ្នាក់វិទ្យាល័យមួយហើយអ្វីដែលអស្ចារ្យនោះគឺលោកគ្រូជាមួយនឹងកម្ពុជាសិស្សដែលអធិរាជលក្ខប្រយ៉ងតែម្ដងហើយដែលកូនសិស្សរបស់គេម្នាក់នេះគេកំពុងតែលួចមើលប្រយ៉ងនៅក្នុងម្រាមដៃសុបនិមិត្តរបស់គេដែលគេបានលាក់នៅចម្លើយនៅក្នុងម្រាមដៃហើយពេលនឹងដែរគ្រូរបស់យើងក៏បានមកឆែកឆេរអញ្ចឹងណាហើយកូនសិស្សរបស់យើងក៏ត្រូវបានលើកដៃឡើងលើហើយបង្ហាញឲ្យគ្រូថាគេពិតជាអត់មានប្រយ៉ងនោះទេហើយគ្រូរបស់គេពិតជាមានអារម្មណ៍ឆ្ងល់ខ្លាំងមែនទែនព្រោះថាគណៈកម្មការក៏ដូចជាអ្នកសង្កេតការណ៍គឺឃើញថាគេបានមើលប្រយ៉ងអញ្ចឹងណាហើយមកដល់កន្លែងនេះគាត់ក៏បានជួបជាមួយនឹងកូនសិស្សម្នាក់ទៀតដែលគេហ្នឹងគឺបានធ្វើការភ្ជាប់ប្រព័ន្ធទៅជាមួយនឹង IT ម្នាក់ទៀតដែលកំពុងតែធ្វើការហៅថាធ្វើចម្លើយនៅខាងក្រៅហើយឲ្យគេគ្រាន់តែកាន់ប៊ិចចម្លើយនឹងគូដាមនៅលើក្រដាសតែម្ដងពេលនឹងដែរគ្រូរបស់យើងក៏ឆ្ងល់ខ្លាំងមែនទែនថាកូនសិស្សហ្នឹងហេតុអីក៏ងាកមកចេញហើយដៃរបស់គេនៅតែអាចបន្តសរសេរបានអញ្ចឹងណាហើយពេលហ្នឹងដែរ IT របស់គេក៏ត្រូវបានមានសកម្មភាពដែលមានការរំខានពីសត្វរុយអញ្ចឹងណាហើយគេក៏ព្យាយាមក្បត់ក្វែងដើម្បីឲ្យអាសត្វហ្នឹងចេញឆ្ងាយពីគេទៅហើយពេលហ្នឹងដែរកូនសិស្សរបស់យើងដែលកំពុងតែប្រឡងហ្នឹងគេក៏មានកាយវិការដូចគ្នាព្រោះថាពួកគេបានឌិចភ្ជាប់ Bluetooth ជាមួយគ្នាអញ្ចឹងពេលហ្នឹងដែរគេក៏បានកវីក្បត់នៅពេញបន្ទប់ដែលកំពុងប្រឡងតែម្ដងហើយពេលហ្នឹងដែរគេក៏យកប៊ិចរបស់គេដើម្បីចាក់សត្វរុយឲ្យមានណាកូនសិស្សរបស់យើងនេះក៏លើកប៊ិចហ្នឹងសម្ដៅចំជាមួយនឹងក្បាលសិស្សដែលកំពុងតែប្រឡងមួយគ្នាក៏ត្រូវបានចាក់មកប៊ិចអញ្ចឹងណាធ្វើឲ្យគេមានការឆ្ងល់ខ្លាំងពេញបន្ទប់កំពុងតែប្រឡងតែម្ដងហើយមិនយូរប្រហែលហ្នឹងក៏ថាមានកូនសិស្សមួយទៀតដែលគេកំពុងតែធ្វើការស្លាយប្រយ៉ងចូលមកក្នុងថ្នាក់តែម្ដងហើយគ្រូរបស់យើងនឹងអន្តរៈនឹងប៉ូលីសក៏បានធ្វើដំណើរទៅដើម្បីទៅចាប់អាអ្នកដែលផ្ដល់នៅចម្លើយប្រយ៉ងពីខាងក្រៅហើយមិនយូរប្រហែលទៀតក៏មានកូនសិស្សរបស់យើងម្នាក់ទៀតដែលកំពុងតែប្រឡងហើយក៏មានអាការៈថាឈឺពុះអញ្ចឹងណាអញ្ចឹងធ្វើឲ្យគ្រូទទួលបន្ទុករបស់គេក៏បានទៅហៅជាមួយនឹងអ្នកគ្រូពេទ្យផងអីផងហើយក៏បានលើកនៅសិស្សរបស់យើងដើម្បីរៀបចំឲ្យគេនឹងសម្រាលអញ្ចឹងណាប៉ុន្តែអ្វីដែលអស្ចារ្យខ្លាំងមែនទែននោះគឺគេរៀបចំកន្លែងសម្រាលនៅក្នុងថ្នាក់ប្រឡងតែម្ដងសាច់រឿងរបស់យើងពិតជាល្អសោយខ្លាំងមែនទែនហើយគ្រូរបស់យើងជាគ្រូសិស្សណាក៏ខ្លាយទៅជាដុកទ័រជានឺសអីអាចសម្រាលកូនសម្រាលអីនៅក្នុងថ្នាក់ហ្នឹងអញ្ចឹងពេលហ្នឹងដែរគ្រូរបស់យើងគឺអត់បានតាមចាប់ប្រយ៉ងរបស់សិស្សដែលកំពុងតែប្រឡងទៀតទេហើយគេក៏បានជួយសម្រាលទឹកលើកូនសិស្សរបស់គេដែលកំពុងតែឈឺពុះនោះពេលហ្នឹងដែរគេអត់មានគិតខ្វល់ខ្វាយទេនិយាយទៅថាក្នុងថ្នាក់ប្រឡងនេះគឺពិតជាកំពូលគ្រូប៉ះជាមួយនឹងសិស្សតែម្ដងហើយចំណែកសិស្សផ្សេងគឺបានមើលប្រយ៉ងយ៉ាងចាស់ដៃព្រោះថាគ្រូរបស់គេកំពុងតែព្យាយាមសម្រាលនៃកូនសិស្សរបស់គេអញ្ចឹងណាហើយនៅទីបំផុតគ្រូរបស់យើងហើយនិងសិស្សរបស់យើងដែលសម្រាលហ្នឹងគឺបានកូនមួយយ៉ាងស្អាតខ្លាំងមែនទែនហើយសាច់រឿងរបស់យើងគឺសង្ខេបបែបខ្លីតែប៉ុណ្ណឹងបែបសប្បាយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តในការសម្រាយរឿងមួយនេះហើយកុំភ្លេចជួយចុច share និងចុច like នៅលើវីដេអូរបស់ admin ម្នាក់មួយផង